Hello, I'm Sim Samnang. I'm the principal of School of Leader of New Life Fellowship Cambodia. We started our school since May 2012, and this is the 10th month. During 10 months, our students going back to their church and they train their leader. They open more cell group. Even some churches they plan other church as well. សិស្សនៅក្នុងសាលាអ្នកដឹកនាំរបស់ក្រុមជំនុំជីវិតថ្មីហើយតាមរយៈសាលានេះបានជួយខ្ញុំឲ្យមានសមត្ថភាពចំណេះដឹងផ្សេងទៀតដើម្បីយកទៅបង្កប់បង្កើនសម្រាប់អ្នកដឹកនាំរបស់ខ្ញុំក្នុងក្រុមជំនុំរបស់ខ្ញុំដែរបាទរាល់ថ្ងៃខ្ញុំបានសិក្សានៅសាលានេះសាលាអ្នកដឹកនាំរបស់ក្រុមជំនុំជីវិតថ្មីរយៈពេល9ខែហើយឃើញថាក្នុងរយៈពេល9ខែនេះខ្ញុំអាចជួយទៅដល់បងប្អូនផ្សេងទៀតជាង10អ្នកផ្សេងទៀតដែលគាត់អាចឈានឡើងក្នុងការជាអ្នកដែលដឹកនាំនៅក្នុងក្រុមជំនុំហើយនៅក្នុងនោះមានបងប្អូនមួយចំនួនគឺជាអ្នកដែលគ្រប់គ្រងផ្នែកថវិកានៅក្នុងក្រុមជំនុំហើយបងប្អូនផ្សេងទៀតគឺជាអ្នកដែលដឹកនាំនៅតាមក្រុមកោសិកានីមួយៗរបស់ក្រុមជំនុំហើយនឹងបងប្អូនផ្សេងទៀតគាត់ជាគ្រូបង្រៀនហើយនឹងជាអ្នកដែលរៀបចំថ្នាក់ភាសាអង់គ្លេសគឺដើម្បីឈោងចាប់យកយុវជនដើម្បីឲ្យគាត់បានទទួលជាលោកព្រះយេស៊ូវគ្រីស្ទដែរជំរាបសួរខ្ញុំជំរាបសួរបងប្អូនទាំងគ្នាខ្ញុំឈ្មោះយើងប្រមាន ជាអ្នកតាមក្រុមជំនុំថ្មីហើយក៏ជាសិស្សម្នាក់នៅក្នុងសាលានៃក្រុមជំនុំជីវិតថ្មីផងដែរហើយតាមរយៈសាលាហ្វហ្វឺនដឹកនាំនេះធ្វើឲ្យខ្ញុំមានសមត្ថភាពក្នុងការដឹកនាំនិងមានសមត្ថភាពក្នុងការដឹកពង្រីកអ្នកដឹកនាំបន្ថែមទៀតបន្តទៀតដើម្បីជួយដល់ក្រុមជំនុំរបស់ខ្ញុំផងដែរហើយតែក្នុងចំណោមអ្នកដឹកនាំនោះមានម្នាក់ឈ្មោះគុណសវណ្ណជាអ្នកដែលចេញដឹកនាំបន្តចេញតាមក្រុមជំនុំបន្តមួយទៀតនៅក្នុងភូមិបាយខោហើយតាមរយៈសាលានេះយើងមានសមត្ថភាពក្នុងការដែលពង្រីកឬក៏ដឹកនាំក្រុមជំនុំនិងមានសមត្ថភាពក្នុងការដឹកនាំប្រជារបស់ព្រះអង្គសូមជម្រាបសួរខ្ញុំឈ្មោះវេវ៉នជាគ្រូពង្រៀលជំនួយព្រះវិទ្យាជីវិតថ្មីភូមិកណ្ដាលហើយខ្ញុំក៏ជាសិស្សសាលានៃថ្នាក់ដឹកនាំមួយអ្នកដែរតាមរយៈនេះសាលាថ្នាក់ដឹកនាំនេះធ្វើឲ្យយើងខ្ញុំមានចំណេះដឹងមួយចំនួនដើម្បីយកទៅបម្រើនៅផលកិច្ចនៅក្នុងក្រុមជំនុំបាទបើទល់នឹងឥឡូវនេះគឺខ្ញុំបានបង្កើតថ្នាក់ដឹកនាំ12នាក់ហើយនៅក្នុងក្រុមជំនុំរបស់ខ្ញុំសូមជម្រាបសួរគ្រូហើយក្នុងបានឈ្មោះបានស៊ីមជាគ្រូបង្រៀននៅក្រុមជំនុំភូមិកណ្ដាលក្រុមជំនុំជីវិតថ្មីភូមិកណ្ដាលហើយខ្ញុំសូមអរគុណដែរដែលលោកគ្រូបានរៀបចំគម្រោងនៃការបង្កើតសិក្ខាសាលាថ្នាក់អ្នកដឹកនាំហើយបានអនុញ្ញាតឲ្យគ្រូជំនួយរបស់ខ្ញុំម្នាក់មួយគ្រូវៃវ៉នទៅចូលរួមសិក្ខាសាលានេះបានហើយគាត់មានចំណេះដឹងខ្ពស់គាត់បានយល់បានច្រើនគាត់រៀនបានច្រើនហើយគាត់បានមកត្រឡប់វិញគាត់មកជួយអនុវត្តនៅក្នុងក្រុមជំនុំគាត់បង្កើតបានសិស្សជាច្រើនហើយបង្កើតថ្នាក់អ្នកដឹកនាំមានថ្នាក់មានអ្នកដឹកនាំក្រុមកោសិកាមានអ្នកដឹកនាំផ្នែកយុវជនមានអ្នកដឹកនាំផ្នែកស្ត្រីហើយគ្រូកុមារអញ្ចឹងនៅក្នុងក្រុមអ្នកដឹកនាំដែលគាត់បានបង្កើតរហូតដល់មានគ្នា12នាក់មានបរិសុទ្ធមានស្ត្រីអញ្ចឹងគាត់ឃើញថាការរីកចម្រើននៃការយល់ដឹងពីការរៀនសូត្ររបស់គាត់បានរីកចម្រើនខ្លាំង So we would like to say thank you so much for partnering with us in prayer and sacrifice your financial. So thank you. God bless you.